តោះបងប្អូនឥឡូវយើងមករៀនធ្វើលំហាត់ជាមួយនឹងខ្ញុំទាំងអស់គ្នាតោះរីករាយទស្សនាដូចតទៅហើយលំហាត់គេឲ្យយើងប្រៀបធៀប1.01ស្វ័យគុណវ័ណ្ណជាមួយនឹង11លំហាត់នេះយើងត្រូវមានភាពច្នៃប្រឌិតបើខ្ញុំធ្វើចេះហើយឥឡូវខ្ញុំនឹងបង្ហាញបងប្អូនឲ្យបានហើយចុចយើងមើលប្រៀបធៀបជាមួយពីរហ្នឹងណាចឹង1ពី01អាចសរសេរបានថា1បូកជាមួយនឹង1នៅលើ100អូខេ1នៅលើ1 1ពី01បូក1លើ100តោះមកគុណជាមួយនឹង1បូកជាមួយនឹង1នៅលើ100 1បូកជាមួយនឹង1នៅលើ100ចុចរហូតដល់1បូកជាមួយនឹង1លើ100ឃើញទេនេះមានចំនួន1000ដងមានចំនួន1000ដងអញ្ចឹងនៅក្នុងនេះខ្ញុំសុំតាំងទៅជាសមីការអាជាអក្សរ A1 ពេលខ្ញុំដាក់ជាអក្សរ A នៅក្នុងអក្សរ A នោះបើសិនជាយើងយកអក្សរ A មកប្រៀបធៀបជាមួយ11ប្រហែលជារកឃើញអញ្ចឹងនៅក្នុងអក្សរ A យើងត្រូវចេះប្រៀបធៀបយើងត្រូវចេះខ្ចីកន្សោមណាមួយមកប្រៀបធៀបជាមួយនឹង11អូខេឥឡូវខ្ញុំនឹងខ្ញុំគិតទុកសិនណាគិតទុកណាសិនអូខេចឹងខ្ញុំនឹងសរសេរ1បូកជាមួយនឹង1នៅលើ100គុណជាមួយនឹង1បូកជាមួយនឹង1នៅលើ100ពេលនេះខ្ញុំសុំថែម1បូក1អូខេនេះទៀត1បូកជាមួយនឹង1នៅលើ100ពេលនេះខ្ញុំសុំថែម2បូក2អូខេដល់ហើយមួយទៀត1បូកជាមួយនឹង1នៅលើ100ពេលនេះខ្ញុំបូក3បូកចុចរហូតដល់ហើយនេះគឺ1បូកជាមួយនឹង1នៅលើ100បូកជាមួយនឹង999បាត់បញ្ចុះពេលនោះខ្ញុំសុំតាំងជាសមីការខ្ញុំសុំតាំងជា3តាំងជា3អូខេឥឡូវយើងប្រៀបធៀបយើងដកនេះមកនេះទៅជាអីវាទៅជាយើងកត់100បាយមក100បូក100ចុះលេខថា101នៅលើ100កន្សោមនេះបូកមកនេះថា102ហ្នឹង101គុណ1បូក1 102នៅលើ101នេះទៀតនេះវាទៅជា103នៅលើ102បូកទៀតនេះគឺជា104នៅលើ103ចុចរហូតមកដល់នេះគឺ1000នេះថានេះគុណទឹកនេះលើមក1099បូក1 100ចែកជាមួយនឹង1099អូខេឥឡូវយើងចាប់ដាក់ស៊ីសងនេះ101យើងស៊ីសង101នេះស៊ីសងនេះមក104គឺស៊ីសងនេះដែរវិញ1099ស៊ីសងនេះមកចុងក្រោយយើងបាននិយាយយើងបានស្មើនឹងនេះ1100ចែកនឹង100ស្មើនឹង11អញ្ចឹងយើងមើលកន្សោម B របស់យើង
ស្មើជាមួយនឹង11តែនេះយើងមើលអានទៅនៅពេលដែលយើងថែមចំនួនទៅលើទីបែកមានន័យថាចំនួននឹងត្រូវទុយជាងចំនួនចាស់ដែរអញ្ចឹងពេលហ្នឹងមានន័យថា a ធំជាង b a ធំជាង b អញ្ចឹងន័យថា a ធំជាង b ចឹងរួមទាំងពីរមកបើសិនជា a ធំជាង b ចឹងមានន័យថា a ត្រូវធំជាង11មែនទេចឹងមកហើយ a ធំជាង11ចឹងអ្វីដែលយើងចង់រៀបធៀបគឺថា a មែនទេចឹងនេះ a ចំនួន a ចឹងមានថាសងនេះគឺ 1.01 ធំជាង11អរគុណ